អរុនសុស្ដីបណ្ដាញផ្សាយព័ត៌មានកម្ពុជាវិទ្យុ CMN ពីរដ្ឋធានី Washington DC សហរដ្ឋអាមេរិកសូមស្វាគមន៍លោកអ្នកនាងមិត្តអ្នកស្ដាប់ទាំងអស់ជាទីមេត្រីនៅពេលនេះនាងខ្ញុំស្រីពេជ្រនិងអ្នកស្រីមឿងទុំសូមជូនកម្មវិធីផ្សាយនៅព្រឹកថ្ងៃសុក្រទី25ខែកក្កដាគ្រិស្តសករាជ2014ដែលត្រូវនឹងថ្ងៃ14រោចថ្ងៃកោខែអាសាឍឆ្នាំមមីឆស័កពុទ្ធសករាជ2558ចាតទៅនេះគឺជាបទសម្ភាសន៍ថ្មីមួយដែលនាងខ្ញុំមឿងទុំបានសាកសួរអ្នកវិភាគឯករាជ្យមួយរូបគឺលោកគុជចាន់លីនៅតំបន់រដ្ឋធានី Washington DC សហរដ្ឋអាមេរិកចាជាដំបូងនេះនាងខ្ញុំសូមជម្រាបសួរចាលោកគុជចាន់លីបាទជម្រាបសួរអ្នកស្រីមឿងទុំចាពេលនេះមានក្តីបារម្ភមួយទៀតចាចំពោះកិច្ចព្រមព្រៀងរវាងបកធំទាំងពីរនោះដែរគឺត្រង់ថាការប្រើរូបមន្ត50+1នោះឬក៏ក្នុងន័យថា4និង4+1គឺរើស4នាក់ពីបកកាន់អំណាចនិង4នាក់ពីបកប្រឆាំងហើយបូកថែមម្នាក់ទៀតដែលថាឯករាជ្យនោះគេអាចបង្កើតបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬក៏យោបល់ថ្មីចាត្រង់ការប្រើរូបមន្តនេះតើមានផលអវិជ្ជមានធ្ងន់ធ្ងរអ្វីខ្លះចាសូមអញ្ជើញលោកបញ្យល់ចាបញ្ហាដែលខ្ញុំមើលឃើញទៅវាមានពីរយ៉ាងក្នុងការជជែកគ្នាហ្នឹងកម្មវត្ថុឬក៏មេតិការឿងដែលគេលើកយកមកជជែកគ្នាហ្នឹងទីមួយគឺការបង្កើតគណៈកម្មការរៀបចំការបោះឆ្នោតចរចាពីរឿង50+1ហើយនឹង2ភាគ3ហ្នឹងយើងឃើញហើយថាគណៈបក្សសង្គ្រោះជាតិហ្នឹងបានត្រូវគេបដិសេធចោលទាំងត្រង់ពីថាมันឲ្យមានលក្ខណៈជា2ភាគ3ទៅតាមការសុំឬការចង់បានរបស់គណៈបក្សសង្គ្រោះជាតិនេះទេវាជាជោគជ័យទីមួយរបស់គណៈបកប្រជាជនគេនៅប្រកាន់យក50+1នឹងទៅដល់50+1នេះគឺជាគ្រោះថ្នាក់មួយទៅដល់ប្រទេសជាតិនិងទៅដល់ស្ថាប័នផ្នែកខាងនីតិប្រតិបត្តិដែលគេនឹងលើកយកលក្ខខណ្ឌផ្នែកខាងក្រសួងនីតិបញ្ញត្តិភារឿងច្បាប់50+1នេះយកមកអនុវត្តដែលជាសារផ្នែកសម្ញយើងហៅថាជាសាច់ផ្នែកដៃនោះពីព្រោះអីពីព្រោះថាតើកាលណា50+1តម្លែង68របស់គណៈបកប្រជាជនហ្នឹងគេអាចសម្រេចធ្វើអ្វីក៏បានដែរបើស្ទឹងជា2ភាគ3គេក៏មកធ្វើបានទេព្រោះត្រូវការសម្លេងយ៉ាងតិចជាង80នៅក្នុងសភាចំនួន120នាក់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញខ្មែរហ្នឹងឥឡូវនេះគេបានបង្ហាញអំពីរូបមន្តមួយគឺ4+4+1គណៈបកប្រជាជនគេឲ្យបញ្ជូនមក4នាក់ហើយគណៈបកប្រជាជាតិតំណាងដោយ4នាក់ហើយនឹងម្នាក់ទៀតខាងអង្គការស៊ីវិលឬក៏បុគ្គលណាមួយដែលគេយកឃើញថាជាអ្នកអភិក្រិតនិងលំអៀងទៅខាងគណៈបកណាមួយនោះក៏ប៉ុន្តែរឿង4+4+1នេះក៏មិនជាច្បាស់លាស់នៅក្នុងការសម្រាប់កម្មការរៀបចំការបោះឆ្នោតនឹងដែរពីព្រោះថាអ្វីដែលសំខាន់នោះវាមិនមែនរឿង4+4+1នេះទេអ្វីដែលសំខាន់នោះគឺវាតកតងទៅនឹងបញ្ហាទី2ដែលថាតើការបោះឆ្នោតនឹងនៅពេលណាបើសិនជាយើងមានកម្មវិធីមួយដែលត្រូវចាត់ចែងឡើងហើយអាចបោះឆ្នោតមុនពេលកំណត់បានឧទាហរណ៍ឆ្នាំ2016ឬចុងឆ្នាំ2015យ៉ាងយូរហើយនឹងគេថាយើងអាចមើលឃើញថាវាមានលទ្ធភាពដែលគណៈបកសង្គ្រោះជាតិនឹងអាចស្មើគ្នាបានឬក៏មានសន្ទុំច្រើនក៏ប៉ុន្តែបើសិនជាអនុញ្ញាតឲ្យមានការបោះឆ្នោតរហូតទៅដល់ឆ្នាំ2018នេះទៅវិញខ្ញុំយល់ឃើញថារឿង4+4+1នេះគ្មានបានការទេគ្មានប្រយោជន៍ទេពីព្រោះគណៈបកប្រជាជនគេនឹងពន្យាពេលវេលាដើម្បីឲ្យគណៈកម្មការរៀបចំការបោះឆ្នោតរបស់សួស្ដីទេនិច្ឆាដែលគេរៀបចំមកហើយណារៀបចំសម្រួលបញ្ចូលឈ្មោះនិកជនជាតិយួនដែលខុសច្បាប់ដែលចូលមកស្រុកខ្មែរទាំងថ្ងៃទាំងយប់ហ្នឹងអត់គ្រប់ចំនួនហើយផ្ដល់អត្តសញ្ញាណជាតិខ្មែរផ្ដល់បានបោះឆ្នោតហើយធានាការអភិវឌ្ឍគណៈបកប្រជាជននឹងឈ្នះនៅពេលដែលការបោះឆ្នោតនៅឆ្នាំ2018ទោះបីគណៈកម្មការបោះឆ្នោតសុទ្ធតែជារបស់គណៈបកសង្គ្រោះជាតិទៅដោយក៏ពុំអាចធានាថានឹងមានជោគជ័យបានដែរពីព្រោះចំនួនអ្នកបោះឆ្នោតឲ្យគណៈបកប្រជាជននោះគ្រប់ចំនួនដែលគេត្រូវការរួចមកទៅហើយនេះគឺជាការចាញ់ប្រៀបមួយនៅក្នុងមេតិកានយោបាយដែលគេបានរៀបចំទុកជាស្រេចរួចមកហើយចំពោះប្រការទី1នៃកិច្ចព្រមព្រៀងនៃបកទាំងពីរក៏បញ្ជាក់ថាគេរួមគ្នាធ្វើការនៅក្នុងសភាដើម្បីដោះស្រាយបញ្ហានានារបស់ប្រទេសជាតិតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋតើលោកយល់យ៉ាងម៉េចទៅវិញចា៎គណៈបកសង្គ្រោះជាតិដែល
ព្រមចូលទៅក្នុងសភាដោយឃើញតំណែងលោកសំរងសេជាអនុប្រធានរដ្ឋសភាលោកកម្មការជាអនុប្រធានតំណាងរាស្ត្រអនុវាមានបានការទេពីព្រោះថាអ្វីៗវាស្ថិតនៅក្រោមទំនាស់ដែលគេទ្របអង្គុយនៅពីលើទាំងអស់ហើយលុះថាជាវិធានការបន្ទុះតរាយគ្នានៅក្នុងសភាទាំងពីរហ្នឹងអាហ្នឹងបានយើងអាចមើលទៅឃើញថាអ្នកទាំងពីរហ្នឹងចូលទៅធ្វើនយោបាយដើម្បីធ្វើឲ្យខូចរដ្ឋាភិបាលក៏ប៉ុន្តែកិច្ចការនេះគឺថាយើងប្រមាណសម័យទៅដល់ទេនឹងធ្វើការទេចាលោកសំរាំងស៊ីប្រធានគណៈបកសង្គ្រោះជាតិនឹងបានបញ្ជាក់ហើយថាសេចក្តីសម្រេចរបស់បកប្រឆាំងនេះគឺធ្វើឡើងដើម្បីបញ្ចប់ស្ថានភាពតានតឹងនយោបាយចាបាទយើងបានធ្លាប់ឃើញកន្លងរួចមកហើយអំពីបែបបទលក្ខណៈការធ្វើនយោបាយរបស់លោកសំរងស៊ីជាពិសេសដែលគាត់ធ្លាប់តែបង្កើតបរិយាកាសចុះញោមគណៈបកប្រជាជនជាពិសេសគឺបុគ្គលប៉ុន្តែតែម្ដងដែលលោកសំរងស៊ីតែងតែចុះចាញ់គឺយើងឃើញតាំងពីការដាក់ពាក្យបណ្ដឹងអំពីរឿងបោះគ្រាប់បែកមនុស្សស្លាប់រាប់សិបនាក់នៅមុខសភាឆ្នាំ1997នៅពេលហ៊ុនសែនឲ្យចូលទៅវិញក៏សុំដកពាក្យបណ្ដឹងនោះចេញទៅវិញក្រោយមកទៀតមកហ៊ុនសែនបញ្ចេញចេញក្រៅប្រទេសដោយរឿងព្រមទទួលតែរឿងនេះជាដើមហើយដល់ពេលហ៊ុនសែនឲ្យចូលវិញក៏តែក្នុងលក្ខខណ្ឌឲ្យដាក់យកព្រមយកគណៈបកសំរងស៊ីហ្នឹងទៅបញ្ចូលជាមួយនឹងគណៈបកប្រជាជនដើម្បីបង្កើតជាច្បាប់50+1ហ្នឹងឥឡូវនេះឃើញថាយើងបានមកដល់ដំណាក់កាលទី3មួយទៀតដែលហ៊ុនសែនគេបង្កើតជាឆាកនយោបាយមួយដែលបំផន់ប្រទេសខ្លះជាជនខ្មែរយើងដោយឃើញថាសំរងស៊ីចេញទៅប្រទេសបារាំងចេញទៅយុរ៉ុបយកលេសក្នុងករណីធ្វើនយោបាយក្រៅប្រទេសហើយឲ្យអ្នកស្រីមួយសុខដឹកនាំតំណាងរាស្ត្រ4-5នាក់អនុសកម្មជនខាងក្រៅបក្សសង្គ្រោះជាតិដើម្បីទៅតវ៉ាឲ្យបើកទូលប្រជាធិបតេយ្យនោះចំណែកសខេងបានរៀបចំក្រុមយុវជនបណ្ដាទី3ខោអាវខ្មៅផងខោអាវស៊ីវិលហើយទៅក្រុមទាំងពីរហ្នឹងបានបង្កើតអំពើហិង្សាទៅវិញទៅមកដើម្បីឲ្យសខេងនេះមានលេសចាប់តំណាងរាស្ត្រទាំងអស់ហ្នឹងយកទៅដាក់គុកព្រៃសរមុននឹងដកអភ័យឯកសិទ្ធិមុននឹងការកាត់ទោសដល់ចិត្តដែលគ្មានប្រទេសណាធ្វើទេមានប្រទេសខ្មែរមានតែនៅក្នុងរបបខ្មែរក្រហមទេដែលបានគេជួយចឹងឥឡូវនេះយើងឃើញសកម្មភាពនេះកើតឡើងវិញម្ដងទៀតហើយបន្ទាប់ពីពួកនឹងជាប់ពន្ធនាគារមកឃើញសំរងស៊ីត្រឡប់មកវិញហើយឃើញសំរងស៊ីទៅចូលចរចាអីត្រូវរៅគ្នាក្នុងន័យដោះលែងពួកនឹងអានេះជានយោបាយដែលអាក្រក់ហើយដែលខុសឆ្គងណាស់នៅក្នុងប្រវត្តិសាស្ត្រពិភពលោកនេះគេគ្មានប្រទេសណាមួយគ្មាននយោបាយណាមួយធ្វើនយោបាយបែបហ្នឹងទេគឺសូម្បីរងនៅវិញចិត្តអាមេរិកពេលដែលមានសង្គ្រាមជាមួយនឹងអ៊ីរ៉ានហើយអ៊ីរ៉ានចាប់ទាហានអាមេរិកដើម្បីបដូរអាវុធគឺថា Reagan បានបង្កើតពាក្យស្លោកមួយថាយើងមិនចរចាជាមួយខ្មាំងសត្រូវដែលចាប់គ្នាយើងទៅធ្វើជាចំណាត់ខ្លាំងទេប៉ុន្តែយើងវាយបង្ក្រាបខ្មាំងនឹងទៅវិញដើម្បីកុំឲ្យវាមានអត្ថប្រយោជន៍អាក្រក់នឹងតទៅទៀតចំពោះសកម្មភាពរបស់កម្ពុជាកម្មសការចូលទៅជាមួយគណៈបកប្រជាជននេះហាក់ដូចជាបង្រៀនរបបខ្មែរក្រហមនឹងក្រុមអតីតខ្មែរក្រហមនឹងឲ្យរៀនធ្វើបាបធ្វើទុកទូមលេងដល់ប្រជាពលរដ្ឋខ្មែរយើងតទៅទៀតដើម្បីជាធ្នូឲ្យអ្នកនយោបាយជាពិសេសខាងគណៈបកប្រឆាំងធ្វើតាមគេអ្វីដែលគេចង់បាននេះខ្ញុំមានការចូលចិត្តខកចិត្តយ៉ាងច្រើនដែលការផ្លាស់ប្ដូរជំហរពីជំហរល្អទៅជាជំហរស្មោកគ្រោកជំហរអាក្រក់ក្នុងធ្វើងឹតអ្វីផ្សេងៗតទៅទៀតធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនអស់សង្ឃឹមគឺជាការគួរឲ្យសោកស្ដាយមួយប៉ុន្តែលោកសំរងស៊ីបានប្រកាសថាសូមកុំវិនិច្ឆ័យលឿនពេកចាសូមអញ្ជើញស្ដាប់ចាមុននឹងវិនិច្ឆ័យឬធ្វើការថ្កោលទោសអ្វីមួយសូមបងប្អូនជនរួមជាតិរងចាំបន្តិចសិនទាល់តែពេលវេលាការងាររបស់យើងនិងលទ្ធផលដែលយើងទទួលបានចេញជារូបរាងច្បាស់លាស់ទើបបងប្អូនជនរួមជាតិអាចវិនិច្ឆ័យថាយើងធ្វើនេះត្រូវឬក៏មិនត្រូវចំពោះពាក្យសម្ដីដែលគេថាកុំទាន់អាវិនិច្ឆ័យឲ្យរងចាំមើលគេមិនអាចធ្វើនយោបាយចឹងទេនៅឯប្រទេសជឿនលឿនកាលណាអ្នកនយោបាយធ្វើអ្វីមួយខុសប្រាស់ចាក់ពីគោលការណ៍សំខាន់ប្រាស់ចាក់ពីឧត្តមគតិថ្លៃធ្វើនយោបាយគឺប្រជាពលរដ្ឋជាតិធ្វើប្រតិកម្មភ្លាមជាមិនបណ្ដោយឲ្យរហូតទៅដល់ស្ថានភាពនឹងមានមនុស្សស្លាប់តទៅទៀតហើយក៏មានការបាត់បង់ចូលដែរបាត់បង់ប្រទេសជាតិការប្រែក្លាយប្រវត្តិសាស្ត្រផ្សេងៗបានចាត់ដល់ធ្វើនយោបាយបែបហ្នឹងទេហើយអាពាក្យថារងចាំមើលនេះគឺគ្មានកំណត់ថ្ងៃណាទេបើរងចាំមើលកំណត់ថ្ងៃដល់ពីអាទិត្យឬមួយខែឬពីរខែអាហ្នឹងគឺប្រជាពលរដ្ឋខ្មែរអាចរងចាំមើលបាន
សូមអញ្ជើញផ្ដល់ជាអនុសាសន៍ឥឡូវឈានដល់ពេលហ្នឹងហើយតើគណៈបកសង្គ្រោះជាតិគួរធ្វើយ៉ាងម៉េចដើម្បីទាញយកប្រជាប្រិយភាពមកជំរាបប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតនឹងឲ្យគាត់លែងមានការមន្ទិលតើគួរគប្បីគណៈបកសង្គ្រោះជាតិធ្វើយ៉ាងម៉េចចា៎គណៈបកសង្គ្រោះជាតិនឹងបានឃើញសំណើកម្មសខាជួលនៅក្នុងរង្វង់ដៃរបស់គណៈបកប្រជាជនហើយគេមានអនុសាសន៍ពី3យ៉ាងគឺថាទី1លោកសំរងសេចកម្មសខានឹងបើសិនជាចង់ស្ដារឬចង់បញ្ជាក់ឲ្យឃើញនៅនយោបាយដ៏ប្រសើររបស់ខ្លួនហ្នឹងគឺចូលទៅក្នុងហ្នឹងទទួលយកប្រកាសទទួលយកលុយអ្វីដែលខាងសភានឹងគេទៅកំកល់ឲ្យគ្រប់មកហើយទៅធ្វើការប្រឆាំងជាមួយនឹងគណៈបកប្រជាជននឹងវិញដោយមិនព្រមធ្វើតាមហើយបង្កើតលក្ខខណ្ឌយ៉ាងច្រើននៅក្នុងសភានៅក្នុងប្រតិភិនៅក្នុងជួររដ្ឋាភិបាលដែលស្របទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋខ្មែរហើយសូមទាមទារឲ្យហ៊ុនសែនចុះពីតំណែងអានេះហើយជាអ្វីដែលប្រជាពលរដ្ឋខ្មែរចង់បានអានេះហើយដែលលោកកម្មសខាបានបញ្ជូនប្រជាពលរដ្ឋខ្មែររឿងថាដូរឬមិនដូរហើយប្រជាពលរដ្ឋខ្មែរឡងគេស្រែកស្របគ្នាថាត្រូវតែដូរហ៊ុនសែនចុះចេញទៅគឺប្រជាពលរដ្ឋខ្មែរឡងគឺចង់ដូរហ៊ុនសែនមិនមែនចង់ឲ្យសំរងស៊ីខ្លាយទៅជាហ៊ុនសែនមួយទៀតនោះទេដូច្នេះហើយបើសិនជាសំរងស៊ីកម្មសខានេះចង់ស្ដារមកមាត់កិត្តិយសនឹងអ្វីដែលខ្លួនបានជួយឲ្យមកទីត្រូវវិញគឺត្រូវតែធ្វើសកម្មភាពយ៉ាងខ្លាំងក្លានៅក្នុងសភានេះក្នុងរយៈពេលតែមួយខែឬពីរខែដែលខ្លួនចូលទៅរួមរត់ជាមួយនឹងក្រុមហ៊ុនសែនហ្នឹងគឺថាត្រូវតែធ្វើជាបន្តហើយមិនត្រូវប្រើពាក្យថាកុំតន់វិនិច្ឆ័យរងចាំមើលគឺគេអត់ប្រើពាក្យហ្នឹងទេបើប្រើពាក្យហ្នឹងត្រូវមានខ្សែកំណត់ឲ្យចេះដឹងអានេះអនុសាសន៍ទី1ទី2ប្រជាពលរដ្ឋខ្មែរបើស្ទើរជាតាមដានមើលឃើញថាការដែលសំរងស៊ីតាមតែការចូលជាមួយហ៊ុនសែនដោយសារតែប្រយោជន៍មកគប់តខ្លួនដោយសារតែតំណែងដោយសារតែប៉ុន្តែចំណុចនេះជាប្រកែកហើយក៏ប៉ុន្តែបើសិនជាប្រជាពលរដ្ឋខ្មែរមានការមន្ទិលសង្ស័យផ្ទុះខ្លាំងហើយមានបោះតាំងឬក៏ថាការមន្ទិលសង្ស័យនោះអាចចាក់ស្លែងទៅសំហេតុសំផលគឺត្រូវតែលាលែងចាក់ចេញពីគណៈបកសង្គ្រោះជាតិនឹងចេញទៅហើយបង្កើតជាក្រុមគណៈបកមួយទៀតក្រុមអ្នកនយោបាយមួយផ្សេងទៀតដែលឆ្លោះត្រង់នឹងប្រជាពលរដ្ឋតែគេមិនគិតទូពីរឿងតំណែងបនស័ក្តិនៅពេលហ្នឹងគឺថាជីវិតនយោបាយរបស់សំរងស៊ីកម្មសខាត្រូវចប់ត្រូវអស់ហើយក៏នឹងទៅគណៈបកប្រជាជនគេគាត់ចោលជាអាសាអធិការទេពីព្រោះថាអ្នកដែលខ្វះប្រជាពលរដ្ឋខ្វះអីចឹងទៅចូលគេអញ្ចឹងគេមិនដែលឲ្យតម្លៃទេក្រុមអ្នកនយោបាយណាក៏ដោយទាំងក្រុមនេះទៅស្ដីអានេះយើងត្រូវអនុវត្តតាមអនុសាសន៍ទី1ឬទី2ហ្នឹងបើពុំដូច្នោះទេយើងក្នុងចំណោមអង្គការស៊ីវិលក្នុងចំណោមបញ្ញវន្តនិស្សិតត្រូវបង្កើតគោលការណ៍នយោបាយនោះដោយពុំមានចាំបាច់មានអ្នកកាន់អំណាចឬក៏មានអ្នកដឹកនាំផ្ដាច់មុខដូចនៅក្នុងប្រទេសខ្មែរអញ្ចឹងទេយើងធ្វើដោយសហរដ្ឋអាមេរិកឬនៅប្រទេសជឿនលឿនមួយចំនួនប្រធានគណៈបកនយោបាយគ្មានសិលអ្នកណាស្គាល់ទេហើយគ្មានសិលអ្នកណាលួងក្រាបឲ្យតម្លៃអញ្ចឹងទេគេឲ្យតម្លៃតែគោលការណ៍នយោបាយគេឲ្យតម្លៃតែគណៈបកណាដែលលើកតម្កើងគោលការណ៍នយោបាយទស្សនវិជ្ជានយោបាយទស្សនវិស័យនៃប្រទេសជាតិអាហ្នឹងដែលធ្វើឲ្យប្រធានគណៈបកហ្នឹងពុំអាចចង់ស្លីពាក្យសម្បត្តិរបស់ខ្លួនឬក៏ការសន្យារបស់ខ្លួនបានទេបើមិនជាប្រធានគណៈបកហ្នឹងត្រូវគេទិញគឺថាទិញតែប្រធានហ្នឹងបាត់ទៅប៉ុន្តែមិនឲ្យប៉ះពាល់ទៅដល់ឧត្តមគតិឬគោលការណ៍នយោបាយនៃក្រុមរបស់គេនៃគណៈបកនោះទេបាទប្រសិនណាបើគណៈបកសង្គ្រោះជាតិសភាទាំង55រូបចូលទៅស្បត់ដូច្នេះបានន័យថារដ្ឋសភានឹងឡើងជារដ្ឋសភាគ្រប់ទឹកហើយបានន័យថាស្របច្បាប់ហើយបើរដ្ឋសភានឹងស្របច្បាប់ហើយរដ្ឋាភិបាលនឹងក៏ស្របច្បាប់ដែរតើគណៈបកសង្គ្រោះជាតិសមាជិកសភាទាំង55រូបនឹងពេលមើលទៅឃើញថាអូចូលអន្ទាក់គេហើយគាត់អាចដកខ្លួនចេញមកវិញនៅពេលដែលគាត់នាំគ្នាលើលែងពីសភាចេញមកវិញតើសភាដែលគាត់ជួយប្រថាប់ត្រានឹងឲ្យស្របច្បាប់អាចទៅជាសភាមិនស្របច្បាប់វិញទេក្នុងអាណត្តិទី5ចា៎តែការចូលទៅក្នុងសភាជួយឲ្យសភានឹងទៅជាស្របច្បាប់ទៅរដ្ឋាភិបាលទៅជាស្របច្បាប់ហើយគឺគេស្របច្បាប់ហើយអានឹងហើយដែលពួកប្រជាជនយើងពួកកុម្មុយនីសគេចង់បានគេចង់ឲ្យអានឹងសភាទាំង55នាក់ដែលគណៈបកសង្គ្រោះជាតិបានទទួលអានឹងវាក្បត់នឹងអានឹងមិនចេះសម្លឹងឆ្នោតក្បត់នឹងប្រជាពលរដ្ឋខ្មែរឆែមទៅទៀតពីព្រោះមុនបងខ្លួនថាមិនមែន55ទេពីព្រោះគណៈបកប្រជាជននោះលួចសម្លឹងឆ្នោតលួចអីចឹងតែឥឡូវហ្នឹងបើខ្លួនទទួលស្គាល់ទៅវិញបើសិនជាចូលទៅក្នុងនឹងហើយអាចតចេញមកវិញបានព្រោះតែតែមានសកម្មភាពអ្វីមួយផ្សេងទៀតដែលតបញ្ជាក់ថាថាវាបាននឹងបានបំពេញទៅលើច្បាប់ប្រទេសជាតិច្បាប់រដ្ឋធម្មនុញ្ញឬក៏ច្បាប់អន្តរជាតិមួយផ្សេងទៀតទៅ55នាក់ហ្នឹងអាចចេញមកវិញហើយធ្វើឲ្យគណៈបកប្រជាជនហ្នឹងទៅជាឡើងស្របច្បាប់សាលវិញម្ដងទៀតក៏ប៉ុន្តែដល់ពេលនេះគេចូលទេហើយគឺគេយកអានឹងហើយ
ទៅជាស្របច្បាប់ឲ្យប្រកាសឲ្យយកធ្វើជំនួយឬក៏បើកចំហប្រទេសធ្វើពាណិជ្ជកម្មអីបន្តទៅទៀតទេអាហ្នឹងជាចង់បានពីព្រោះគណៈបកប្រជាជននោះចិត្តងាប់ទៅហើយត្រូវការគណៈបកសង្គ្រោះជាតិនេះគឺជួយសង្គ្រោះហើយសំរងសេចក្ដីកម្មការនេះចូលទៅសង្គ្រោះគណៈបកជាតិងាប់ហ្នឹងឲ្យរស់ឡើងវិញបកប្រជាជនរដ្ឋាភិបាលរបស់ហ៊ុនសែននៅតែថ្ងៃស្លាប់តែមួយខែឬពីរខែទៀតស្លាប់ប្រជាគេមិនខ្លាចនឹងចំណាយលុយ 4-5 លានឬក៏ 6-7 លានសម្រាប់ទិញនយោបាយឲ្យទៅជួយសង្គ្រោះរដ្ឋាភិបាលជាដើម្បីគេបានលុយជំនួយពីបរទេសដើម្បីគេរស់ទៅពុករលុយលក់ដីលក់ទីតទៅទៀតបានទេក្តីឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរនឹងនៅតែមានតទៅទៀតទោះមានតិចទោះមានច្រើនទោះបីគណៈបកប្រជាជួលជាមួយហ៊ុនសែនក៏នៅតែការចាត់ចងសកម្មជនខ្មែរអ្នកការពារព្រៃឈើការពារកម្មសិទ្ធិផ្ទាល់ខ្លួនអ្នកការពារសិទ្ធិមនុស្សហើយគ្រប់សពបែបនឹងបន្តការចូលគុកបន្តការកាត់សម្លាប់តទៅទៀតក្រៅទោះបីគណៈបកប្រជាចូលក្រីមិនចូលក្រីប្រជាពលរដ្ឋខ្មែរត្រូវការដូររដ្ឋាភិបាលដែលសម្លាប់ប្រជាពលរដ្ឋនឹងចេញប៉ុន្តែខាងគណៈបកសង្គ្រោះជាតិថាដើម្បីដោះស្រាយបញ្ហាវិបត្តិជាប់គាំងតលតែយើងចូលក្នុងសភាដើម្បីធ្វើច្បាប់កែអីអញ្ចឹងណាចាលោកចិត្តត្រង់ចំណុចនេះយ៉ាងម៉េចដែរចារឿងការចូលសភាទៅធ្វើច្បាប់កែអាហ្នឹងហើយជាពាក្យសម្ដីរបស់ក្រមសខាជាពាក្យសម្ដីរបស់ជាមយាទពាក្យសម្ដីរបស់ឈៀងមុនជាពាក្យសម្ដីរបស់ហ៊ុនសែនពាក្យសម្ដីរបស់អ្នកធ្វើការកំពុងតូចតាចដោយឯកស្ថានកែរមីគេស្ដីបន្ទោសថាគេមិនចរចាជាមួយក្រុមអ្នកសភាដែលបន្តវ៉ាតាមដងផ្លូវនោះទេគេមើលងាយគេមើលថោកគ្រប់សពបែបយ៉ាងហើយគេចង់ឲ្យចូលក្នុងសភាគឺថាអ្វីដែលគណៈបកសង្គ្រោះជាតិធ្វើសម្ដែងគឺធ្វើទៅតាមពាក្យសម្ដីដែលហ៊ុនសែនហើយគណៈបកប្រជាជននឹងគេឲ្យធ្វើព្រមធ្វើតាមគេទាំងអស់គ្រប់សពបែបយ៉ាងក្បត់នឹងចន្ទៈរបស់ខ្លួនក្បត់នឹងចន្ទៈរបស់ប្រជាពលរដ្ឋខ្មែរក្បត់នឹងផលប្រយោជន៍ប្រជាជាតិផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរដោយយកលេខថាចូលទៅក្នុងសភាដើម្បីធ្វើការកែសម្រួលខ្ញុំសូមជម្រាបថាយើងមិនអាចទៅកែសម្រួលពួកនឹងបានទេពួកនេះគេប្រកាសខ្លួនគេថាគេមាន68ហើយគេប្រកាសច្បាប់គេនៅប្រកាន់ជាប់គេថានឹងយក50+1ដូច្នេះ68 50+1នេះគឺអ្វីដែលគេចង់ធ្វើគឺគេធ្វើបានទាំងអស់គេស្អីឡើងដៃតទៅទៀតហើយពួកនេះចូលទៅគឺគ្រាន់តែប្រកាសចាគ្រាន់តែបំពេញសេចក្តីត្រូវការរបស់គេតែប៉ុណ្្នឹងហើយពុំអាចទៅកែប្រែពុំអាចទៅធ្វើអ្វីបានទេសូម្បីតែនៅក្នុងគណៈកម្មការរដ្ឋសភាទាំង9តំណែងដែលគេឲ្យខាងគណៈបកសង្គ្រោះជាតិនេះក៏ស្ថិតតែជាតំណែងកប៉ិតកប៉ុកដូចតែដែលពុំអាចមានឥទ្ធិពលមានកម្លាំងអ្វីទៅអាចកែប្រែនយោបាយរបស់គណៈបកប្រជាជននេះបានដែរបាទអានេះហើយយើងមិនព្រមរៀនព្រមសូត្រពីការពិសោធន៍ក្នុងប្រវត្តិសាស្ត្រនៅពេលដែលអង្គការសហប្រជាជាតិចង់ដកក្រសួងទាំង5មានក្រសួងឃោសនាការពលិហិរញ្ញវត្ថុក្រសួងការបរទេសអ្វីផ្សេងៗហ្នឹងហើយខាងគណៈបកប្រជាជនគេមិនព្រមក្រោយមកទៀតមករាជរដ្ឋាភិបាលខ្វះ2នាយករដ្ឋមន្ត្រី2ហ្នឹងក្រោយទៀតមក97គេឆ្កឹះចោលដោយសារគេនៅសល់ក្រសួងទាំង5ដ៏សំខាន់ហ្នឹងឥឡូវនេះមកមេរៀនសាឡយម្ដងចិត្តដូចគ្នាចាក្រសួងដែលសំខាន់ខាងគណៈបកប្រជាជនគេនៅកាន់ទាំងអស់ក្តាប់ប្រឹងទាំងអស់ចាសូមអរគុណលោកគុជចាន់លីដែលបានថ្លែងពន្យល់ពិស្ដារអំពីមតិយោបល់ផ្ទាល់របស់លោកចាសូមអរគុណ